ไปจีบวิคลาที่ชื่อขมากันเลยอย่างไอ้วิสองกรุ๊ปยางมาไว้ខ្ញុំចេះបើនិយាយមកគាត់នៅរស់គាត់មិនខកខិតដោយពូដល់ពេលនេះទេយើងមិនខ្វល់ថាមានរឿងអីទេសំខាន់ថ្ងៃនេះយើងត្រូវតែយករលីកម៉ែរបស់អញមកវិញឲ្យបានអូយខ្ញុំសុំទៅពូតែខ្ញុំអាចឲ្យពូថ្លៃម៉ែខ្ញុំទេលេងឲ្យខ្ញុំពូចង់ធ្វើឲ្យខ្ញុំឈឺបើយើងធ្វើបាបអញប្រាក់ឯងចំអែរបស់ឯងឈឺចាប់ជាងយើងធ្វើបាបវាលេងពូចង់ធ្វើឲ្យខ្ញុំលេងខ្ញុំលេងជួយផងជួយលេងខ្ញុំលេងជួយផងអ្នកណាក៏បានដែរជួយខ្ញុំផងនេះនោះមកនេះឯងខ្លះចេញមកវិញយើងខ្លាចអីឆាប់ចេញមកនេះនោះមកនេះឯងខ្លះឆាប់ចេញមកវិញយើងខ្លាចអីរឿងឯងក៏បាក់យើងឲ្យចង់សម្រាប់យើងទៀតបាទបាត់មួយជាងតែកាត់ចង់ធ្វើបាបអ្នកណាទេជាងក្រុមតែចង់ការពារកូនយើងមានតែពពុះចង្រៃដូចពួកអញតែប៉ុណ្ណោះតែធ្វើបាបគ្រួសារយើងម៉ែឯងស្រាប់តែសាច់ចំណឺជាងមិនបានធ្វើស្អីទៀតទេយើងមិនជឿទេយើងឯងធ្វើបាបយើងយើងអាចចាប់មកយើងវិញយើងប្រាប់ហើយថាយើងមិនបានធ្វើទេអញស្ដាប់បានអត់ហើយក៏មិនធ្វើបាបកូនយើងទៀតអញស្ដាប់បានទេអញស្ដាប់បានទេស្ដាប់បានទេអាដែនអូយធន់ហូរហើយមិនដឹងខ្លួនទេអាដែនធ្វើយ៉ាងម៉េចដែរអាដែនដឹងខ្លួនឡើងអាដែនអើយមិនចឹងអាដែនអើយអាដែនទៅដែរព្រឹកមិនឃើញវានៅមិនទៅជីចឹងណាអកត់ណាស់ខ្មោចនេះនួនច្បាស់ណាស់វាកាន់តែសាហាវទៅហើយប្រកាសដែរអាដែនមិនហើយអាដែនណាសូមនិមន្តប្រគុណម្ចាស់អាដែនសូមជួយអាដែនផងប្រគុណម្ចាស់โยมគ្រប់យ៉ាងកើតឡើងមកហើយគឺសិតតែមានហេតុមានផលរបស់វាណាណែយកទឹកមុនមកអាត្មាមកញោមមិនហើយនេះទឹកលោកអើនមោតស្សៈភគវៈតោរតោសម្មាសម្ពុទ្ធស្សៈនមោតស្សៈភគវៈតោរតោសម្មាសម្ពុទ្ធស្សៈនមោតស្សៈភគវៈតោរតោសម្មាសម្ពុទ្ធស្សៈឯងទៅទូលយកពុទ្ធមន្តនេះទៅណាអីទេតិចទៀតស្ងប់វិញហើយត្រូវទឹកមុនហើយចាំមិនហើយអាដែនវាយ៉ាងម៉េចហើយពូចកដូចដែលលោកមេឃុំឃើញនេះហើយមើលទៅវាដូចជាឈួតហើយលោកមេឃុំខ្ញុំមិនអាចទ្រាំជាមួយហេតុការណ៍អញ្ចឹងទៀតទេពួកយើងត្រូវតែចាត់ការខ្មោចនាងនួនមិនអាចឲ្យវាមកអុកលុកអ្នកភូមិអញ្ចឹងទេលោកមេឃុំបានហើយស្ងប់ចិត្តសិនទៅខ្ញុំគិតថាអាដែនប្រហែលជាវាប៉ះពាល់គេហើយបើវាមិនប៉ះពាល់គេក៏មិនធ្វើអីវាដែរព្រោះនាងនួនវាស្លូតណាស់លោកមេឃុំនិយាយធ្វើមើលតែធ្លាប់បានជួបខ្មោចនាងនួនអញ្ចឹងបើលោកមេឃុំនៅតែធ្វើជាមិនដឹងមិនឮបែបនេះទៀត
ពួកខ្ញុំនឹងរៀបចំចាត់ការដោយខ្លួនឯងហើយទៅហើយញោមតិចចិត្តសិនទៅណាកុំសាងកម្មអីតទៅទៀតណាលោកឪគួរតែមានសង្ឃដីកាបែបនេះដាក់នាងនួនទៅត្រូវព្រោះវាសាងកម្មពីដាក់អ្នកភូមិនេះច្រើនណាស់សានមែនទេអដេតមែនមែនទេអដេមែនមែនណាជាឌីណាណាអញមកលេងជាមួយយើងគឺយើងហើយយ៉ាងម៉េចគឺម៉ែអដេជាខ្មាច់ព្រាយម៉ែយើងផ្ដាំថាមិនឲ្យមកលេងជាមួយវាទេបងវាក៏ដូចគ្នាដែរម៉ែយើងថាមកលេងជាមួយពួកវាម៉ែវានឹងមកធ្វើបាបពួកយើងមិនប៉ិតទេម៉ែខ្ញុំមិនបានធ្វើបាបអ្នកណាទេក៏ហាក់អាកូនព្រាយក៏មកលេងជាមួយពួកយើងទៀតតាពួកយើងឆាប់ទៅផ្ទះវិញតែទៀតប្រយ័ត្នម៉ែអដេមកសេពួកយើងហើយតាពួកយើងអុយខ្លាចណាស់ហាញ់មនុស្សធ្វើស្អីទៀតស្មាននេះយប់ហើយឆាប់ចូលផ្ទះអញដឹងទេបន្តិចទៀតដល់ម៉ោងនេះនួនវាចេញមកអុកឡុកទៀតដែរហើយអញក៏អញ្ចឹងដែរឆាប់ទៅផ្ទះទៅហើយត្រូវចាំណាឈប់មកលេងជាមួយវាទៀតលឺអត់ទៅផ្ទះបាទគេថាម៉ែយើងជាអីមិនសំខាន់ទេតែអីដែលសំខាន់គឺជាវិភាគប្រចាំថ្ងៃរបស់ពួកយើងឯងលឺអត់អាហារដែលគេឲ្យចិត្តអស់ហើយអញ្ចឹងហើយបងត្រូវធ្វើនំលក់ដើម្បីយកលុយមកចិញ្ចឹមឯងហើយនឹងប្អូនអញ្ចឹងឯងត្រូវទៅនៅផ្ទះមើលថែដំលឺអត់ធ្វើនំលក់អីគ្រាន់តែពេលនេះគ្មានអ្នកណាហ៊ាននៅក្បែរពួកយើងផងនឹងបងគិតថាគេតែនំកូនព្រាយយកទៅហូបដែរឌីអញនិយាយអីហ្នឹងបងមិនខ្វល់ថាម៉ែជាព្រាយតែខ្ញុំខ្វល់ព្រោះអ្នកភូមិនេះគេស្អប់ខ្ញុំគេរើសអើងខ្ញុំមិត្តខ្ញុំគេឈប់លេងជាមួយខ្ញុំអស់ហើយគេខ្លាចខ្ញុំគេមិនចង់នៅក្បែរខ្ញុំទេមិនយូរទេពួកគេនឹងឈប់ធ្វើអញ្ចឹងហើយអញកុំយំអីណាបងជឿថាម៉ែយើងជាមនុស្សល្អតាន់តិចអ្នកភូមិគេលែងនិយាយអញ្ចឹងទៀតហើយអ្វីដែលពួកគេនិយាយគឺសុទ្ធតែជាការយល់ច្រឡំរបស់ពួកគេប៉ុណ្ណោះនំថ្នោតតែអំពុំមេងនំថ្នោតទៅធ្វើឲ្យថ្មីក្តាក់ណែនំថ្នោតសង្ស័យតែមីព្រីក្លាភ្លើងម៉ែវាជាអ្នកធ្វើឲ្យមើលទៅតែនំថ្នោតទេអ៊ំមែននឹងមិនទិញទេមិនស៊ីទេនំកូនខ្មោចអញ្ចឹងណែនៅហ៊ានមកលក់ទៀតឯណាហ៊ានស៊ីទៅអូនតែនំថ្នោតអត់អូននំថ្នោតយកចេញទៅមានណាទិញទេលក់នំបានមានតែកើតបើអត់ទិញនំខ្ញុំទេហេតុអីក៏វានំខ្ញុំអញ្ចឹងទៅកូនកុំទិញនំកូនខ្មោចនឹងម៉ែវាខ្មោចកូនខ្មោចមកលក់នំពួកយើងកុំទិញណោះសង្ស័យនំនឹងម៉ែខ្មោចវាអ្នកធ្វើទេខ្ញុំក៏ខ្លាចដែរខ្ញុំមិនហ៊ានទិញទេកុំទៅទិញវានោះគ្មាននរណាគេហ៊ានទិញទេបើតែជាខ្មោចចឹងនោះ
កុំទិញនំវាអី បាទញ៉ាំអត់តែញទេ នំវា កូនខ្មោចហ្នឹង ធ្វើនំលក់អីគ្រាន់តែពេលនេះគ្មានអ្នកណាគេហ៊ាននៅក្បែរយើងផងហ្នឹងបងគិតថាគេហ៊ានទិញនំកូនព្រាយយកទៅហូបដែរអូ បើសិនជាគ្មានម៉ែឬក៏គ្មានពុកនៅជួយមើលថែការពារកូន កូនត្រូវតែចេះការពារខ្លួនចេះមើលថែគ្នាចេះស្រឡាញ់គ្នាណាកូនណា ខ្ញុំនឹងខកហើយខ្ញុំខ្លាចហើយខ្ញុំសុំទោសខ្ញុំនឹងបដៅកូនខ្ញុំឲ្យល្អជាងនេះខ្ញុំខ្លាចហើយអូយអូយខ្ញុំខ្លាចហើយខ្ញុំខ្លាចហើយអ្នកណាយកនំសំមកចោលនៅនឹងច្រើនម៉េចយកទុកហូបវិញល្អទៀតដេកតែអូនណាដេកដេកថ្មនេះហើយនៅមិនទាន់មកដល់ផ្ទះទៀតដេកតែអូនណាដេកតែគេទៅលេងជាមួយក្មេងនៅក្នុងភូមិទៀតតែនេះយប់ហើយណាតែមានរឿងអីកាត់ឡើងហើយ
នៅណាដេកុំបំភ័យបងណាដេឯងនៅណាដេឆាប់ចេញមកដេឆាប់ចេញមកដេកុំបំភ័យបងណាដេឆាប់ចេញមកអូយឡើងខ្ញុំឈឺណាស់នាងនួនបើនាងមិនចេញមកពេលនេះទេត្រៀមមកយកកូននាងឯងទៅជាមួយគ្នាទៅឡើងខ្ញុំឈឺណាស់អើយឡើងខ្ញុំទៅម៉ែឯងមិនមកទៀតទេហ៎ម៉ែជួយខ្ញុំផងម៉ែវាមិនព្រមចេញមកជួយឯងយើងនឹងវាយឯងលោកគ្រូកុំវាយវាខ្លាំងពេកគ្រាន់តែសម្ដែងទៅបានហើយវានៅតូចណាស់កុំរំខានលោកគ្រូចូលមិនឲ្យចូលទេឆាប់ឡើងគេទៅយកវាចេញទៅកុំឲ្យវាមករំខានកន្លែងយើងកុំធ្វើបាបអូនចេញងប់ទៅអាគុំខ្មោចឈប់សឹកងូមអាត្មាសុំបិទបាតផកចុះណាមិនមែនជារឿងរបស់លោកតាទេលោកតានិមន្តទៅវិញទៅឈប់សាងកម្មទៀតទៅណាញោមខ្ញុំសុំបងឆាប់លេងអាឌីភ្លាមយើងប្រាប់ថាឲ្យលេងអាឌីខ្ញុំសូមប្រាប់ឲ្យហើយចាប់ពីថ្ងៃនេះទៅឲ្យតែមានអ្នកណាហ៊ានធ្វើបែបនេះទៀតយើងនឹងដេញចេញពីភូមិដោះលែងបានតែលោកមេឃុំណាត្រូវដោះស្រាយរឿងខ្មោចនាងនួនឲ្យពួកខ្ញុំផងនិយាយទៅបានត្រូវហើយបានវារៀងឈឺបន្តិចឯនេះឯងទ្រាំបន្តិចទៅអើយបើម៉ែចេញលងអ្នកភូមិបានហេតុអីក៏ម៉ែមកជួយខ្ញុំមិនបានអញ្ចឹងម៉េចបងសយម៉េចបានជាម៉ែមិនមកជួយពួកយើងអញ្ចឹងម៉ែលែងមាននៅលើលោកនេះទៀតហើយហេតុអីទៅហេតុអីម៉ែចាំបាច់ដាក់សង្កកម្មពេលអញ្ចឹងបើម៉ែមិនខ្លាចបាបយ៉ាងហោចណាស់ម៉ែគួរអាណិតពួកខ្ញុំផងម៉ែថាម៉ែចង់ឃើញពួកខ្ញុំមានក្តីសុខប៉ុន្តែហេតុអីក៏ម៉ែធ្វើគឺកំពុងតែធ្វើឲ្យគ្រប់គ្នាស្អប់ពួកខ្ញុំកាន់តែខ្លាំងម៉ែគិតថាម៉ែធ្វើអញ្ចឹងម៉ែគិតថាម៉ែធ្វើអញ្ចឹងឲ្យម៉ែសប្បាយចិត្តមែនអត់ចាប់ពីថ្ងៃស្អែកតទៅខ្ញុំមិនដឹងថាត្រូវធ្វើយ៉ាងណាបន្តទេតែខ្ញុំនឹងសន្យាជាមួយខ្លួនឯងថាខ្ញុំនឹងមិនធ្វើឲ្យប្អូនខ្ញុំលំបាកនោះទេហើយខ្ញុំសយខ្ញុំសុំឲ្យម៉ែចេញឲ្យឆ្ងាយពីឆាកជីវិតពួកខ្ញុំទៅកុំបង្ហាញមកឲ្យអ្នកណាគេឃើញទាំងអស់ម៉ែឆាប់ចេញទៅចាប់ពីថ្ងៃនឹងតទៅយើងត្រូវរៀនរស់ដោយខ្លួនឯង